បាទសួស្តីនេះគឺជាថ្នាំហូម៉ូនសម្រាប់ចាក់ចូលត្រីដែងដើម្បីភ្ញាស់ពងសុបនិមិត្តបាទភ្ញាស់ពងដោយមិនបាច់ប្រើឈ្មោលពាក់ណាបងប្អូនឧបករណ៍មានដូចជាទឹកសម្រាប់លាយថ្នាំដែលអាចរកទិញពី clinic ថ្នាំmulti M Superfect ហើយនឹងកែវបាទកែវសម្រាប់ใช้ผสมยาហើយនឹងបញ្ជុលการฉีดปลา1 กิโลกรัมបាទเราจะใช้ยา1 เม็ดអានេះត្រី1 គីឡូដាក់លាយ1គ្រាប់ហើយទឹក5 cc ซึ่งเราได้បុកវាឲ្យមករួចដាក់ក្នុងកែវលាយវាបាទអានេះគេបុករួចហើយបាទថ្នាំបងប្អូនមើលយីហោថ្នាំដូចគាត់ថតឲ្យមើលខ្ញុំមើលតែដាក់មូទីលូ M อะไรแช่ไว้ประมาณ5 นาทียาจะละลายហើយនឹង Superfect ហើយនឹងទឹកសម្រាប់លាយថ្នាំដូចយើងលាយថ្នាំម្សៅអញ្ចឹងគេមានទឹកសម្រាប់លាយជាបាទបងប្អូនសួរកន្លែង clinic គេមានលក់ឲ្យបាទพอยาละลายดีแล้วថ្នាំនេះគឺជាហូម៉ូនសម្រាប់ចាក់ចូលទៅមេត្រីដើម្បីយើងយើងគេហៅผสมพันธุ์ធៀមណាគេហៅปลา1 กิโลกรัมស្អីគេទេវាសាសុបនិមិត្តនេះហ្នឹងញាស់កូនត្រីអត់ហត់ប្រើឈ្មោះពាក់ណាជំនួយបាទជំនួយแล้วก็คนត្រី1 គីឡូយើងប្រើអាឡតបញ្ជុលនេះអាហ្នឹង1 cc មិនដឹងអាហ្នឹងដូចជាអាឡតបញ្ជុលទូចជាងគេបងប្អូនអានេះយើងច្បាច់បាញ់ហ្នឹងគេធ្វើឲ្យថ្នាំវារលាយចូលគ្នាបាទត្រីទម្ងន់1 គីឡូមេត្រីណាបងប្អូនមេត្រីទម្ងន់1 គីឡូគេដាក់តែត្រឹមលេខ5អាបញ្ជុលទូចដែលគេទាញបាញ់ហ្នឹងទេបងប្អូនបាទយើងគេវាឲ្យម៉ត់ចឹងទៅបាទគេនិយាយលាយវាឲ្យចូលគ្នាបាទត្រី1 គីឡូប្រើ1 គ្រាប់ហើយនឹងទឹកលាយថ្នាំ5 cc យើងចាក់ត្រីទម្ងន់1 គីឡូហ្នឹងយើងចាក់តែ5ដល់លេខ5អាឡតចាក់ថ្នាំអាទូចហ្នឹងទេបាទអំពងចាក់ថ្នាំអាទូចហ្នឹងយើងដាក់ត្រឹមតែលេខ5ទេបាទទម្ងន់ត្រីមេ1 គីឡូបាទយើងចាក់ហ្នឹងត្រឹមតែលេខ5ទេចាក់លឺអត់កើតតែនឹងទី5អញ្ចឹងបាទបងប្អូនគេហៅថ្នាំបងប្អូនមើលគេដាក់ស្អីទេអ្នក multi loom M បងប្អូនហើយនឹង Superfect យើងអាចរកទិញពីclinic ហ្មងបើអាចសួរពីក្រុមភ្ញាស់ក្រុមប្រមងបាទក្រុមប្រមងស្រុកយើងហ្នឹងបងប្អូនសាកសួរគេលោកគេមានលក់បើអញ្ចឹងបងប្អូនមើលតាមយីហោហ្នឹងបងប្អូនសួរអ្នកលក់ថ្នាំបងប្អូនបាទនេះឡតបញ្ជុលអាទូចជាងគេបងប្អូនត្រីមេត្រី1 គីឡូយើងចាក់តែត្រឹមលេខ5ទេបងប្អូនបាទហើយលាយថ្នាំ1 គ្រាប់ទឹកលាយថ្នាំ5 cc បងប្អូនបាទហើយនឹងតិចទៀតនឹងមានវិធីធ្វើឲ្យមើលបងប្អូនរូបភាពដែលគេភ្ញាស់ណាបងប្អូនបាទអានេះវិធីលាយថ្នាំបងប្អូនហើយនឹងរូបភាពជាហៅថ្នាំបាទនេះគេចម្បាច់អញ្ចឹងបងប្អូនបាទអានេះគេចម្បាច់ហ្នឹងអាហ្នឹងគេមិនទាន់បានចាក់ថ្នាំចូលទេបងប្អូននេះមែនទេអានេះដែលគេចម្បាច់ហ្នឹងគេចាក់ថ្នាំហើយបាទបងប្អូនควบคุมทั้งคุณภาพและปริมาณของลูกปลาที่เราผลิตได้มาเนี่ยได้อย่างต่อเนื่องและสม่ำเสมอបាទក្នុងការជ្រើសរើសមេត្រីហ្នឹងយើងត្រូវយកមេត្រីអាយុ8 ខែដល់9 ខែបងប្អូនត្រូវអាចយកមកធ្វើជាមេវាបានបាទមើលតាមវាដាក់មានពងក្នុងពុះហើយយើងអាចយកវាមកចាក់ថ្នាំដែលគេហៅថាហូម៉ូនបានដែរបងប្អូនបាទមេត្រីអាយុ8 ខែបងប្អូនបាទតាមร้านขายยาពងរៀបរាប់ពីវិធីនេះគឺជាមេត្រីបាទមេត្រីដែលគេត្រៀមមកត្រូវមានអាយុ8 ខែបាទខាងឆ្វេងដៃឈ្មោលខាងស្ដាំខាងឆ្វេងដៃមេខាងស្ដាំដៃឈ្មោលนะครับกับพ่อพันธุ์ปลาดุกยักษ์នេះមានវិធីចាក់ថ្នាំចូលបាទทวีปแอฟริกานะครับก็ควรจะมีอายุไม่ต่ำกว่า1 ปีนะครับនេះគឺជាថ្នាំដែលគេលាយពីមុនហ្នឹងតែនេះคลิปមួយទៀតគេលាយឲ្យមើលជាថ្មីបាទថ្នាំគ្រាប់ទឹកលាយថ្នាំ5 cc លាយចូលគ្នា20-30 ไมโครกรัมต่อน้ำหนักแม่ปลา1 กิโลกรัมนะฮะใช้ร่วมกับยาเสริมฤทธิ์โมทิเลียม M นะครับแนตา5 มิลลิกรัมต่อឬហើយត្រីត្រូវមានទម្ងន់1 គីឡូចាក់នេះលេខ5បងប្អូនឡតបញ្ចូលអាទូចបំផុតបាទចាក់រួចហើយទុកវា6 10 ម៉ោងទើបយើងយកទើបយើងអាចចម្បាច់យកពងវាបានបាទទ
tục 6-10 ម៉ោងទៅយើងច្បាច់ចូលពងវាយកមកភ្ញាស់បានណា 5 ถึง 10 ไมโครกรัม ភ្ញាស់ពងយើងត្រូវមានអាងសម្រាប់ភ្ញាស់ពងវាបាទនេះមានរូបភាពគេដាក់ចូលទៅក្នុងអាងឲ្យយើងមើលបាទ อันนี้ในกรณีปลา អា ดุ នេះ ก យើងវះ นะฮะพ่อพันธุ์ វាត្រីឈ្មោលដើម្បីយកទឹក ไม่สามารถที่จะรีดน้ำเชื้อได้นะครับ ទឹកកាមវាបងប្អូន ทำการ ដើម្បីយកមកច្បាច់លាយໄว้ឈ្មោលវាមានទឹកកាមតិចចឹងយើងត្រូវយកមកច្បាច់លាយទឹកយើងធម្មតាហ្នឹងបងប្អូន เอ่อ ច្បាច់លាយទឹកយើងធម្មតាឲ្យវាលាយចឹងទៅ เชื้อนะฮะเพื่อที่จะ ដូចហើយយើងចាក់ចូលទៅពងត្រីដែលយើង นั้นหลังจาก ច្បាច់វាចេញមិញក្រោយវាយើងទុក 6-10 ម៉ោងហើយ ครับ បាទយើងគេ นำไข่นะ យកវាចូលគ្នាចឹងទៅរួចហើយយកទៅដាក់ក្នុងទូភ្ញាស់កូនត្រីដែលមានបំពង់ទៅយកអុកស៊ីសែនចឹងបាទ ประมาณ 27 ชั่วโมง អានេះវាប្រើរយៈពេល ปลาก็จะฟักออกมา 27 ម៉ោងតាមឧណហภูមិទឹកហើយវានឹងញាស់ចេញជាកូនកោកបែបនេះបងប្អូន นี่ก็ใช้เวลาประมาณ យើង 2 สัปดาห์ រក្សាវាប្រហែលជា2 អាទិត្យហើយយើងអាចចាប់លក់បានហើយបងប្អូនបាទ ตลาดผู้เลี้ មា ย ន ง ចម្ងល់អីអាចបើអ្នកចេះថៃក៏โทรសួរតាមលេខទូរស័ព្ទដែលបានឡើងនៅខាងមុខហ្នឹងទៅបាទហើយបើចង់បានជាคลิปជាភាសាថៃក៏សូមមកចាំខ្ញុំបង្ហោះជូន ทำให้มีโอกาสในการแข่งขัน បាទនេះគឺយើងអាចចាប់លក់បានហើយបាទ ช่วง គេ โฮ ឧ ม ប เป็น ត្ថម្ភពីគ្រូតាខ្ញុំបានឧបត្ថម្ភពីណាទេធ្វើខ្លួនឯងចង់ដើមខ្លួនឯង จำกัดคุณ អរគុណបងប្អូនច្រើនដែលបានចូលមកអេដនៅក្នុង page របស់ខ្ញុំបាទអរគុណ